បងម៉ាយជាមនុស្សម្នាក់ដែលគ្រប់គ្រងផលិតផលក្នុងស្រុកមែនតើតាំងពីធ្វើតែហើយសុំខ្ញុំហើយសុំទៀតសូម្បីតែចានឆ្នាំងកែវក៏សុំប្រើរបស់ខ្មែរដែរគឺខ្មែរសេរ៉ាមិកនេះអញ្ចឹងបបួលខ្ញុំទៅដល់សិប្បកម្មសូត្រខ្មែរដើម្បីទៅរកទិញជាមួយនឹងផលិតផលខ្មែរខ្លះមួយចំនួនទៀតយកមកដាក់នៅក្នុងផ្ទះហើយបានទៅដល់កន្លែងផលិតចានរបស់ខ្មែរយើងតែម្ដងនៅក្នុងខេត្តសៀមរាបពេលខ្លះខ្មាស់បងម៉ៃតាខ្លួនឯងកូនខ្មែរណាប៉ុន្តែអត់ដឹងសោះថាខ្មែរយើងនឹងមានអីខ្លះសូត្រខ្មែរធ្លាប់ឮប៉ុន្តែចានខ្មែរសេរ៉ាមិកខ្ញុំអត់ដែរដឹងទេបងប្អូនអញ្ចឹងមកទស្សនាមួយខ្ញុំទាំងអស់គ្នាណាកុំឲ្យចាញ់បងម៉ៃ G4 Territory គឺស្រួលអញ្ចឹងនេះមាន wireless charging ឡើងដល់លើឡានភ្លេចសាកទូរស័ព្ទអីដាក់លើនឹងមកគឺសារអីទៅដល់ទីតាំងថ្មពេញល្មមហើយថ្ងៃនេះគឺថាមានកាមេរ៉ានៅខាងក្រៅទៀតបងប្អូនជាមួយនឹង Ford Territory 026កាន់តែទំនើបជាងមុនហើយស្អាតជាងមុនទៀតបងប្អូនអើយបងម៉ៃថាស្រួលជិះខ្លាំងណាស់តាមមួយផ្លែតគឺខ្ញុំមកដល់ខ្មែរអាទីសង់ហើយបងប្អូនដែលគេហៅថាសិប្បកម្មសូត្រខ្មែរជិះពីក្រុងសៀមរាបមកប្រហែលជា14គីឡូបងប្អូនគឺមកដល់ហើយតាមមួយផ្លែតទេបងម៉ៃហេតុតែបញ្ញាប់ខ្លាំងពេកចុះពីលើឡានពលុតឡានភ្លេចដោះលេខតែ Ford Territory គឺងាយស្រួលណាស់ចុចពលុតទៅគឺវាអូតូហ្មងលោតពី D ទៅ P បងប្អូនបាច់ភ័យទេហើយបើរៀងគេវិញ026នេះអូយកាន់តែស្អាតទៀតស័ក្តិសមជាមួយនឹងម៉ូនឹងម៉ៃដល់ហើយឥឡូវខ្ញុំមកដល់ខាងក្នុងហើយបងប្អូនចូលមកកន្លែងសិប្បកម្មសូត្រខ្មែរហ្នឹងគឺអត់មានត្រូវទិញសបុតតិចអីទេចូលទៅ free ហ្មងហើយខាងគាត់ក៏មានក្រុមបងអ្នកមគ្គុទ្ទេសក៍ដើម្បីនិយាយរៀបរាប់ប្រាប់យើងថាក្នុងនោះមានអីខ្លះសង្វាក់ផលិតកម្មនៃការផលិតសូត្រហ្នឹងគឺមិនខ្លះអញ្ចឹងណាបងប្អូនដូចនេះអញ្ចឹងគឺជាសបុកតកៅនាងមានតាំងពីពងរបស់តកៅមានតាំងពីការភ្ញាស់ប្រហែលថ្ងៃនិយាយទៅគឺថាអូយគួរឲ្យចាប់អារម្មណ៍មែនតើបងប្អូនគួរតែ experience គួរតែដឹងតាក់ទងមួយសូត្រខ្មែរយើងណាគាត់ថាកន្លែងគាត់មានទាំងភ្ញៀវបរទេសមានទាំងអីគេមករៀនសិក្សាស្រាវជ្រាវពីខាងនឹងទៀតព្រោះស្រុកគេខ្លះគេលេងធ្វើឲ្យបងប្អូនប៉ុន្តែកន្លែងគាត់គឺនៅតែធ្វើដើម្បីអីជួយគ្រប់គ្រងដល់បងស្រីឲ្យគាត់មានការងារធ្វើរកចំណូលបានបន្ថែមក្រៅពីនឹងគឺបងជនពិការទៀតផងនៅកន្លែងដំបានទីបងប្អូនឃើញហើយខ្ញុំចូលទៅមានអារម្មណ៍ថាវ៉ាវមានអារម្មណ៍ថាអស្ចារ្យដែលខ្មែរយើងធ្វើបានបងប្អូនហើយជឿឲ្យគេថាសរសៃសក់ទុនដោយសរសៃសូត្រសរសៃសូត្រគឺទុនមែនតែនតែមិនមែនយកចេញពីតកៅមកទុនទេណាគឺត្រូវស្ងោររាប់ម៉ោងជ្រលក់ពណ៌ program អូយនិយាយទៅរំបានមួយគឺមិនមែនជារឿងងាយទេខ្ញុំចង់ឲ្យបងប្អូនមកមើលផ្ទាល់មកស្ដាប់គាត់និយាយផ្ទាល់តែម្ដងឥឡូវខ្ញុំមកដល់កន្លែងដំបានបងប្អូនឃើញអញ្ចឹងមានតាំងពីអ៊ំជនពិការមានតាំងពីអីដែលគាត់ជួយឲ្យមានការងារធ្វើពីកន្លែងសិប្បកម្មខ្មែរហ្នឹងហើយគាត់ក៏ប្រាប់ដែរថាតកៅប្រហែលក្បាលសបុកប្រហែលសបុកបានធ្វើបានកម៉ាមួយកសែងមួយប្រហែលម៉ែត្រប្រហែលអីនិយាយទៅគឺថាអស្ចារ្យមែនតែនហ្មងធ្វើឲ្យសូត្រខ្មែរយើងហ្នឹងកាន់តែមានតម្លៃទៀតហើយចូលមកគាត់ក៏មានវីដេអូសារ៉ាំទីតាំងពីផលិតផលខ្មែរខោអាវខ្មែរអប្សរាពីសម័យស្ដេចយើងមកក៏អាវពីសម័យមុនអីគឺច្រើនខ្លាំងមែនតើខ្ញុំចង់ឲ្យបងប្អូនមកលេងឲ្យបានម្ដងអីដែលជារបស់ខ្មែរយើងទំនៀមទម្លាប់ពីដូនតាមកទៅហើយចង់ឲ្យបងប្អូនបានដឹងបានស្គាល់ហើយបានដឹងថាហេតុអីបានតម្លៃសូត្រខ្មែរហ្នឹងគឺវាថ្លៃអញ្ចឹងគាត់ក៏មានលក់ដែរកសែងសូត្រខោអាវសូត្ររូបថតអីចឹងទៅពួកខ្ញុំក៏ទិញបានខ្លះហើយដែរឥឡូវនេះចេញដំណើរទៅទៀតឲ្យបងប្អូននៅសមកន្លែងទៀតគឺកន្លែងលក់ចានហើយក៏ត្រូវទៅញ៉ាំបាយថ្ងៃផងដែរអញ្ចឹងបងប្អូនតោះទៅមួយខ្ញុំទាំងអស់គ្នាដើរលេងក្នុងខេត្តសៀមរាបពេញមួយថ្ងៃហ្មងថ្ងៃនេះទៅកន្លែងដែលបងប្អូនភាគច្រើនអត់ទាន់ស្គាល់ទេណាតែមុននឹងទៅទៀតនាំបងប្អូនមើលសម្រាប់ Ford Territory 026ពីខាងមុខសិនអូយស្អាតខ្លាំងមែនតើខុសប្លែកពី24 25ហើយខ្ញុំជិះផ្ទាល់មានអារម្មណ៍ថាទលាយជាងមុនទំនើបជាងមុនហើយស្អាតជាងមុនហ្មងណាព្រោះខ្ញុំនឹងឯង Fan Territory បងប្អូនដឹងស្រាប់ហើយឥឡូវចេញពីពួកនឹងមកខ្ញុំមកញ៉ាំបាយនៅចិត្តកន្លែងបងប្អូនគេមានលក់មាន់អាំងមានអីដែរអញ្ចឹងក៏ចង់ញ៉ាំនៅនឹងហ្មងទៅព្រោះឆ្ងាញ់ហើយល្បីដែរនឹងដើម្បីឲ្យមានកន្លែងចេញពីនេះយើងត្រូវបកទៅកន្លែងខ្មែរសេរ៉ាមិកឬក៏កន្លែងលក់ជាមួយនឹងចានរបស់ខ្មែរយើងបងប្អូនតិចបងប្អូនអត់ដឹងបាត់ដឹងទេទៅមួយខ្ញុំញ៉ាំបាយឆ្អែតហើយយើងបន្តដំណើរទៅទៀតជិះពីពួកត្រឡប់ទៅក្នុងក្រុងវិញដោយសារកន្លែងខ្មែរសេរ៉ាមិកហ្នឹងគឺនៅកណ្ដាលក្រុងហ្មងនៅចិត្តស្ពាននេះចិត្តអភិរក្សអង្គរនៅចិត្តអាហារដ្ឋានប្រហុកក៏បងប្អូនឥឡូវជិះទៅផ្លែដល់ផ្លូវបាត់ចូលហើយជាមួយនឹង Ford Territory 026នេះគឺពិសេសណាស់មិនត្រឹមតែមានកាមេរ៉ាក្រោយទេណាមានទាំងកាមេរ៉ា 2D 3D កាមេរ៉ា360 degree ទៀតចឹងហើយកាន់តែទំនើបជាងមុនងាយស្រួលសម្រាប់បងប្អូនប្រើប្រាស់ហើយបើនិយាយពីខាងក្នុងគឺប្រណិតណាស់បងប្អូនអើយមើលទៅកាន់ទៅលុយស្រីកាន់តែឥតខ្ចោះជាងមុនទៀតសង្ហាទាំងខាងក្នុងទាំងខាងក្រៅមិនថាពណ៌ខ្មៅពណ៌សស្អាតមែនតើខ្ញុំមានអារម្មណ៍ថា026នេះស្អាតប្លែកបងប្អូនស្មែអាយ៉ាន់ក៏ចេញមកអូយលយមែនតើឥឡូវនេះពួកយើងបានមកដល់ខ្មែរសេរ៉ាមិកទេបងប្អូនគឺកន្លែងលក់ចានផលិតផលខ្មែរយើងដែលធ្វើពីដីឥដ្ឋរបស់បងប្អូនកន្លែងគាត់ពិសេសត្រង់ថាបុគ្គលិកគាត់គឺគាត់គ្រប់គ្រងបងប្អូនដែលកោថ្លង់ឲ្យមកធ្វើការដើម្បីរកចំណូលបានបន្ថែមបងប្អូនចូលមកគាត់ក៏មានរៀបរាប់
រ៉ាយរ៉ាពីវិធីនៃការធ្វើដុតប្រមាណអង្សាធ្វើមិនលំអិតមែនតែនខ្ញុំអត់ដែរឃើញបងប្អូននិយាយទៅគឺអត់ដឹងតែខ្មែរយើងមានចានអញ្ចឹងផងទៅជាបងម៉ៃអ្នកដឹងមកប្រាប់ខ្ញុំវិញពេលហ្នឹងខ្ញុំអត់កុហកបងប្អូននិយាយមែនតែនហ្មងអង្គុយគាត់ថាចេះបងម៉ៃចង់ទៅកន្លែងខ្មែរសេរ៉ាមិចខ្ញុំក៏លឺខ្មែរសេរ៉ាមិចហ្នឹងមិនដឹងអីគេផងអូយកូនខ្មែរនេះខ្វះកូនអាល្លឺម៉ង់ដល់ពេលហើយគាត់បើកឲ្យខ្ញុំមើលខ្ញុំដឹងថាអូយខ្មែរយើងមានចានមានអីល្អម្ល៉េះនៅក្នុងខេត្តសៀមរាបទៀតអញ្ចឹងត្រូវតែទៅមើលហើយផ្ទះបាយខ្ញុំខាងក្នុងហ្នឹងក៏អត់តមានចានមានអីស្រួលបួសដែរដោយសារមួយរយៈនេះប្រើតែផ្ទះបាយខាងក្រៅអញ្ចឹងហើយត្រូវនាំគ្នាទៅរោមើលបាយវ៉ាន់ដាក់ផ្ទះខ្លះស្អាតមែនតែនជាមួយនឹងក្បាច់ខ្មែរក្បាច់អីទៀតនិយាយទៅស័ក្តិសមនឹងតម្លៃនិមិត្តសញ្ញារបស់ខ្មែរយើងខ្ញុំចង់ឲ្យបងប្អូនបានទៅឃើញអត់ទិញច្រើនដាក់នៅក្នុងផ្ទះក៏គួរតែមានម្នាក់មួយឈុតដែរដាក់នៅក្នុងផ្ទះផលិតផលខ្មែរយើងនេះណាធ្វើដោយកូនខ្មែរផលិតផលកូនខ្មែរហ្មងហើយមានមោទនភាពខ្លាំងមែនតើខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាទៅដែរហើយដឹងថាខ្មែរយើងមានអីខ្លះជាពិសេសនៅសៀមរាបទៀតពួកខ្ញុំទៅថ្ងៃនេះពេលខ្លីពេកមកកន្លែងបានតែ 4-5 មុខទេខ្ញុំនឹងទៅម្ដងទៀតហ្មងហើយក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទៅលេងកន្លែងទាំងពីរនឹងផងដែរណាដើម្បីរួបរวมគ្នាគ្រប់គ្រងផលិតផលខ្មែរផលិតផលក្នុងស្រុកទាំងអស់គ្នាណាដូចជា Land Ford Territory ដែលខ្ញុំជិះនេះអញ្ចឹងឥឡូវលេងផលិតមកពីក្រៅប្រទេសហើយ Ford Territory គឺផលិតនៅក្នុងស្រុកខ្មែរដោយស្នាដៃកូនខ្មែរប៉ុន្តែគុណភាពវិញមានតែកាន់តែស្អាតកាន់តែទំនើបជាងមុនទៀតហើយកាលណាដែលបងប្អូនទិញរថយន្ត Ford គឺដូចជាគ្រប់គ្រងសេដ្ឋកិច្ចក្នុងស្រុកគ្រប់គ្រងផលិតផលខ្មែរហើយនិងប្រជាជនខ្មែរឲ្យមានការងារធ្វើអីដែលសំខាន់ណាជិះផលិតផលដែលធ្វើដោយកូនខ្មែរគុណភាពប្រណិតអស្ចារ្យចាញ់ស្រុកគេទេដូចនេះអញ្ចឹងក៏វីតែជើងមកគូតឡានបើកបាត់ដែរពេលដៃយើងជាប់កាន់អវ៉ាន់កាន់អីយោខ្ញុំ fan Ford គឺពេញដោយមោទនភាពព្រោះអីដឹងថាខ្មែរយើងធ្វើបានប៉ុណ្ណាអស្ចារ្យប៉ុណ្ណាមានអីដែលល្អប៉ុណ្ណាហើយបើបងប្អូនចាប់អារម្មណ៍ជាមួយនឹងរថយន្ត Ford នេះបងប្អូនអាចឆាតទៅ Facebook page របស់ Ford ផ្ទាល់បានណាខ្ញុំដាក់លើនេះជូនបងប្អូន